មើលទៅយើងគួរតែរើថ្ងៃហើយមិនដឹងថាអូនយល់ព្រមទៅចោះតាស្បើជាមួយបងដែរទេលោកចង់ថាថ្ងៃនេះមែនទេអូនថាយ៉ាងម៉េចអូនចង់ក្រឡាសម្ដីមែនទេគេខ្ញុំគិតថាចាំថ្ងៃក្រោយទៅគេមិនដល់ធ្វើការទេឲ្យតែអូនយល់ព្រមបងចាំបានគ្រប់ពេលវេលានេះគេសូមអបអរអ្នកទាំងពីរបានខ្លាចទៅជាប្របីប្រពន្ធស្របច្បាប់ហើយអរគុណហើយនេះគេលឿនពេកហើយនេះខ្ញុំទៅតែឲ្យលោកវ៉ាន់ហោចាញ់ពីទីនេះទេមិនក៏អ្នករៀបការពិតប្រាកដគឺជាខ្ញុំចឹងលឿនពេកមែនទេបងបានត្រៀមខ្លួនធ្វើជាប្តីអូនរួចរាល់ទៅហើយអ្នកផ្ទះរបស់បងរីករាយស្វាគមន៍ណាស់ពេលដែលបានឃើញសម្បត្តិរៀបការរបស់ពួកយើងមិនបានទេរៀបការជាមួយកូនទាំងចិនគឺលោកវ៉ាន់ហោគេគួរតែយល់ដល់ឋានៈលោកវ៉ាន់ហោហើយកុំអីនេះកូនទាំងចិនអ្នកដែលត្រូវរៀបការជាមួយលោកកាប់ប៉ិតមិនមែនខ្ញុំទេនាយកគូកងត្រាមួយនេះសុំទោសផងនាយកគូលោកនៅធ្វើការចាស់ខ្ញុំទៅសិនហើយឈប់សិនមានការអីទៀតមែនទេថ្ងៃស្អែកអូនទំនេរទេគឺបងចង់នាំអូនទៅជួបចាស់ទុំរបស់បងលឿនបែកតែដឹងហ្នឹងលឿនអីទៅពួកយើងជាប្តីប្រពន្ធស្របច្បាប់ហើយនេះបងគិតថាអូនកុំរារែកអីថ្ងៃស្អែកគឺថ្ងៃខួបកំណើតរបស់លោកតាបងមិនជួបគ្នាហើយក៏មិនបែកគ្នាដែរចាមិនក៏មានអារម្មណ៍ថាដូចគេចាប់ចម្រិតអញ្ចឹងនាយកគូលោកធ្វើបែបនេះហួសហេតុពេកទេដឹងគូទាំងឈិនខ្ញុំធ្វើអីតែគិតគ្រប់ជ្រុងជ្រោយគ្រាន់តែគាត់មិនមែនជាអ្នកចំណងក្រៅគ្រួសារជាញាតិទេគាត់គ្រាន់តែជាអ្នកអនាម័យប៉ុណ្ណោះគេមិនមែនជាមនុស្សបោកប្រាស់ទេទោះគេមិនមែនជាអ្នកស្នងត្រកូលសហគ្រាសជាញាតិក៏ដោយតែការចូលសួររបស់ចាស់ទុំនៅតែបន្តខ្លាចតែលោកម្ចាស់គាត់មិនយល់ព្រមនេះមិនមែនជារឿងដែលឯងត្រូវព្រួយបារម្ភទេបានអ្នកប្រុសគូខ្ញុំនិយាយច្រើនពេកហើយតើស៊ើបដឹងថាអ្នកណាធ្វើបាបខ្ញុំហើយឬណាកំពុងតែស៊ើបមើលប្រហែលជាបាយសៀកហើយបាយសៀកនាងប្រហែលជាមិនហ៊ានខ្លាំងធំចាក់ការខ្ញុំនោះទេបាទខ្ញុំមិនស៊ើបមើលបន្តអ្នកដែលត្រូវរៀបការជាមួយលោកការពិតមិនមែនខ្ញុំទេតើនាងជាអ្នកណានាងទី2តាំងពីនាងចាប់កងត្រាជាមួយក្រុមហ៊ុនគូមកក្នុងរយៈពេល10ខែសោះតួលេខពាក្យហនរបស់គ្រួសារក៏ឡើងខ្ពស់ភ្លាមហើយបើតាមមើលទៅការរីកចម្រើនគ្រួសារគូគ្មានព្រំដែនទេនោះក៏ដោយសារតែការប្រឹងប្រែងលោកគូដែរមិនមែនទេមកពីនាងលុះឆ្លៀវវៃនាងមានប្រាជ្ញាហើយនឹងទេពកោសល្យរបស់នាងលោកស្រីធំក៏សរសើរខ្លាំងណាស់អញ្ចឹងពេលណាគាត់មកវិញនៅមួយរយៈពេលទៀតយ៉ាងម៉េចហ្នឹងនាងទី2ខ្ញុំអាចជួយតែស្វាជាមួយគូទាំងចិនហើយល្ងាចនេះខ្ញុំត្រូវទៅពិធីខួបកំណើតការងារទៀតបើគេនៅមិនទាន់មកទៀតនោះខ្ញុំខ្លាចដែរចុះក្នុងបន្ទប់សំដំណេកជាមួយគូទាំងចិនទេជូនពរនាងទី2បានមើលតាមលោកម្ចាស់គូគាត់ថានាងទី2ជាមនុស្សមានសមត្ថភាពហើយឆ្លៀវវៃឬមួយនេះជាទេពកោសល្យបែបមាននិស្ស័យទេអញប្រញាប់តែប្រាប់លោកវ៉ាន់ហោទេឲ្យប្រញាប់មកវិញខ្ញុំគ្រាន់តែសន្យាជាមួយគេថាចាត់ចែងឬគូទាំងចិនរឿងប្តីប្រពន្ធអីនោះគឺតបឲ្យគេចាត់ចែងដោយខ្លួនឯងទៅនេះបាត់មែនហើយនាងទី2នៅមានរឿងមួយទៀតខ្ញុំបានស៊ើបដឹងហើយនាងឈិនតាយតាមសម្រាប់គូធីងឈិនតាមពិតគេរបស់កាលពីលើកមុនគឺនាងឈិនតាជាអ្នកធ្វើឯងនាងនិយាយថាម៉េចអត់មានអីទេរៀបចំកដោឲ្យខ្ញុំមួយទេដាក់ក្នុងនេះមកគេនាយកលូយកទៅជូនលោកម្ចាស់គូចារបស់តាន់សម័យទូទាំងក្រុងនេះគឺមកពីទីផ្សារហើយនាងទី2គឺគាត់ថាតរៈលោកម្ចាស់គូមិនសមនេះក៏ឃើញដែរពេលនេះគេបានចូលទៅក្នុងទីផ្សារធំបាត់ទៅហើយយើងនឹងឲ្យពួកគេដឹងនៅពីក្រោយក្នុងសហគ្រាសគូគឺមានសហគ្រាសជាងយើងនៅពីក្រោយបែបនេះទៅគេមិនហ៊ានអុកឡុកអើបែបមែនហើយនាងលីងវួយលក់លីងវួយនោះមកសំជួបត្រូវតែជួបមុខនាងនាងលក់ចំនួនខាងសមុទ្រនឹងមែនទេចាហើយខ្ញុំគ្រាន់តែសន្យាជាមួយនៅលោកវ៉ាន់ហោតែរឿងក្នុងស្រុកនោះទេចំណែករឿងក្រៅស្រុកចំនួនតខ្លួននោះគឺជារបស់គេទេអូនចេះទេនេះទៅប្រាប់គេសិនទេពេលនេះគឺនៅឯក្រៅស្រុកមានការអីចាំគេមកនិយាយគ្នានេះចាលោកវ៉ាន់ហោរឿងអីបន្តទៀតនោះគឺខ្ញុំមិនអាចគ្រប់គ្រងបានទៀតទេនេះនាយកសុំចានាយកព្រមជួបខ្ញុំទេសុំតើនាងលោកនាយកលោកគាត់នៅក្រៅប្រទេសមានការអីចាំគាត់ត្រឡប់មកវិញចាំនិយាយគ្នាគាត់នៅស្រុកទេហ៎អូចាំគាត់មកវិញចាំយើងនិយាយគ្នាហ៎ចាប៉ាគាត់និយាយត្រូវនាយកលោកគាត់នៅស្រុកគេទេអ្នកដែលនៅទីនេះគឺមិនមែនគេទេគេមិនមែនជានាយកលោកទេគេជាអ្នកផ្សេងគូទីងឈិនសហការជាមួយនឹងទីម្នាក់រំម្នាក់ជាឯងមើលមិនយល់ទេខ្ញុំដឹងថាគាត់ធ្វើយ៉ាងម៉េចហើយ
គូធីងឈិនបងដឹងថាខ្ញុំស្រឡាញ់បងណាស់បើជាមកប្រកាសជាសាធារណៈថាជាអ្នកផ្សេងជាប្រពន្ធទៅវិញនេះគឺជាការប្រមាថមួយងាយខ្ញុំគឺដូចជាមើលងាយគ្រួសារខ្ញុំដែរបើខ្ញុំមិនបានអ្នកណាក៏មិនអាចយកបានដែរតើប៉ាខ្ញុំក៏មិនដឹងដែរហាសិននីងហ្វងត្រែកបងនិយាយថាបងត្រូវស្រីថោកទៀតនោះមែនទេបានហើយពេលនេះជាពេលអីក្រុមហ៊ុននីងរបស់យើងបានរលាយហើយឯងនៅទីនេះគិតរឿងស្នេហាទៀតលោកប៉ាមិនជឿថាស្រីចង្រៃនោះមានសមត្ថភាពអីទេមែនទេតែច្រើនឆ្នាំមកនេះគេធ្វើតែអនាម័យមិនដឹងតែការទៅធំទេមិននឹងអាចមានផ្លែខ្លាទៅជាអ្នកកាន់ភាគហ៊ុនធំនៅជាងយាននោះប៉ាមិនជឿឯងមិនឃើញនាយកសងទេគេធ្វើដាក់យើងយ៉ាងម៉េចចុះប្រហែលឆ្នាំហ្នឹងគេមកនៅសហគ្រិននាងខ្ញុំនោះធ្វើការនៅទីនេះបោះសម្បត្តិចំទី2ទី3ដើម្បីអ្វីទេ Steve Stone ស្ថានភាពរបស់ក្រុមហ៊ុនយើង Steve Stone នេះឯងមិនលឺនាយកសងនិយាយទេដូចតុនដាក់ហ៊ុនមកសហគ្រាសរបស់យើងគឺជាលុយទុកឱកាសឲ្យក្រុមហ៊ុនយើងប៉ុន្តែស្ដាយណាស់តែពួកយើងជាអ្នកបំផ្លាញទៅវិញពិតជាស្ដាយមែនមិនដឹងធ្វើយ៉ាងណាទើបអាចទទួលបានមកវិញទេតែជាមនុស្សមានកំណត់ពុះពុះពេកហើយបើភ្លេចវាទៅមកពីឯងហ្នឹងគឺដោយសារតែមនុស្សប្រុសម្នាក់នេះប៉ះពាល់នាយកលូឯងនៅចង់ត្រូវជាមួយវាទៀតមិនគិតរកវិធីនោះទេលោកនាយកខ្ញុំរៀបបងដើម្បីពឹងលោកកុំភ្លេចសន្យាឲ្យសោះសន្យាមែនទេសហគ្រាសរបស់យើងត្រូវបានគេស្ងោរដូចមន់ទៅហើយនៅពេលនេះយើងសង្ស័យនាងសហការជាមួយនឹងគូទីងឈិននេះលោកចង់បន្តខ្ញុំតាមមែនទេបើសិនជាខ្ញុំដឹងថាសហគ្រាសជាងយាប្រកបតម្រង់បែបនេះឲ្យគេនោះខ្ញុំអាចបន្ថយគ្រោះថ្នាក់ក្បត់គេមកទីនេះទេអ្នកណាតែដឹងថានាងចង់ត្រឡប់ទៅពាក់ស្បែកជើងរបស់គូទីងឈិនវិញនោះឯងខ្ញុំដាក់ទឿនឯងណាមកឲ្យវាចេះស្អាតបន្តិចទេខ្ញុំមិនបាននិយាយខុសទេមកកាត់ភ្នែកឯងសម្លឹងមកគូធីងឈិនតើស្ដាយណាស់យ៉ាងម៉េចមែនទេនាងសញ្ញានាងស្មានថានាងអស់ការមកពីណាទេនាងសាកសម្ដែងទៅរដាំប្រុសរបស់លូវ៉ាន់ស៊ីដែលអ្នកសម្អាតនោះទេនាងបានហើយបិទមាត់ភ្លាមទៅនាយកនាងមិនក៏ចេះកំហឹងខ្លាំងដល់ម្លឹងអ្នកនាងលក់មិនក៏អ្នកនាងមកទីនេះឬក៏អគ្គនាយកលក់ចាក់ឲ្យអ្នកនាងមកខ្ញុំមកយប់នេះលោកយកច្រឡំនឹងខ្ញុំហើយថ្ងៃនេះខ្ញុំមកគឺមានដំណឹងល្អមួយចង់ចែកកំឡេកឲ្យលោកដំណឹងល្អឲ្យលោកលីងនាងចាប់អារម្មណ៍លើគូធីងឈិនអ្នកណាក៏ដឹងដែរក្នុងក្រុមនេះពេលនេះនាយកគេប្រកាសយកប្រពន្ធអ្នកផ្សេងទៅហើយមិនដល់វេនាងទេនៅទីនេះចង់ធ្វើជាស្រីរបស់គូធីងឈិននោះមិនមែនមានតែខ្ញុំម្នាក់ទេប៉ុន្តែគួរឲ្យស្ដាយណាស់បើជាត្រូវមនុស្សថោកទាបប្រើល្បិចបោកប្រាស់ប្រើទៅវិញនាយកលក់កុំនិយាយផ្ដេសផ្ដាស់អីនាយកលក់អញ្ចឹងអ្នកនាងជួយបញ្ជាក់ឋានៈពិតរបស់គេបន្តិចទៅបើអញ្ចឹងមានបញ្ជាក់ថាការជាអ្នកក្តាប់ក្រុមហ៊ុនជាងយាដែរទេតើមានប្រកាសតែងតាំងឲ្យអ្នកគ្រប់គ្នាដឹងដែរទេគឺគ្មាននោះទេក៏ប៉ុន្តែគេដូចជាគោរពលោកវ៉ាន់ស៊ីនោះណាអញ្ចឹងសូមអ្នកនាងជួយបញ្ជាក់សមត្ថភាពគេបន្តិចទៅតើមានបញ្ជាក់ថាជាស្អីដែរទេអ្នកនាងនោះមានន័យថាយ៉ាងម៉េចន័យរបស់ខ្ញុំចង់និយាយថាពួកលោកត្រូវលើវ៉ាន់ស៊ីបោកហើយបើអញ្ចឹងមានអ្វីដែលជាផតាំងដែរទេផតាំងហីនេះគឺជាផតាំងបញ្ជាក់ហើយអ្នកនាងលក់នេះជាផុសតាំងស្អីទៅនេះគឺជាផតាំងបញ្ជាក់ថាខ្ញុំដឹងថាគេយកជាងយានៅស្រុកក្រៅអញ្ចឹងពួកលោកនិយាយទេថាអ្នកនៅក្នុងពិធីយកមិញនោះថាទៅមើលតើគេម្នាក់នោះជាអ្នកណាដែរទេមិនសង្ស័យដែរទេហីនៅមិនអាចថាជាអ្នកណាទេព្រោះហៅមកពីស្រុកគេតែប្រហែលម៉ោងតែគឺមិនអាចនោះទេមុនពេលដែលឪពុកខ្ញុំមកគឺបានឃើញនាយកនៅស្រុកគេបាត់ទៅហើយអាចចង់និយាយថាលើវ៉ាន់សេគឺអាចខ្លាំងបន្លំមែនទេមិនខុសទេគេមិនត្រឹមតែបង្ហាញនៅមុខសាធារណជនថាជាប្រពន្ធរបស់គូធីងឈិនទេនៅដណ្ដើមភាគហ៊ុនរបស់លោកនាយកនាងទៀតធ្វើឲ្យរលត់សាបសូន្យហើយអីបានជាអ្នកនាងដឹងច្បាស់យ៉ាងនេះលោកនាយកនាងលោកឆ្លាតដល់ថ្នាក់ត្រូវគេបោកប្រាស់លោកនាយកនាងស្រាប់តែឃើញក្រុមហ៊ុនគូហើយក៏ចាប់អារម្មណ៍ភាគហ៊ុនរាប់លានរឿងអីត្រូវបបាក់មុខគាត់នោះការប៉ັດតែអញ្ចឹងសោះស្រីចង្រៃអ្នកសម្អាតអនាម័យនេះរឿងអីទៅមិននឹងអាចខ្លាចទៅជាម្ចាស់សហគ្រាសបងមានត្រកគេទេបងមានត្រកស្រីចង្រៃនោះទេស៊ីយ៉ាបងទៅស៊ើបមើលហើយនៅជេរគេទៀតជឿបងទៅបងគ្រាន់តែស៊ើបមើលទេហើយអ្នកណាដឹងថាបងទៅជេរឬមួយក៏បងទៅលំលងគេទេបានហើយបើចង់ទៅជេរគ្នាទៅជេរខាងក្រៅទៅយើងមើលទៅនាយកគូទីងឈិនគេចំណាយពេលបន្តិចទេសម្ដែងល្ខោនបានល្អបែបនេះដំណើរគម្រោងរបស់យើងនៅបំបាក់មុខរបស់យើងនៅសាធារណៈទៀតគំនុំមួយនេះត្រូវតែសងសឹកគំនុំមួយនេះត្រូវតែសងសឹកអេលោកនេះគម្រោងរបស់គូធីងឈិនគេបានធ្វើហើយពេលនេះលោកតរគីអាចធ្វើអ្វីគេបានទេឬមួយឲ្យខ្ញុំចាប់ត្រឹមនឹងខ្ញុំជឿថាអ្នកគ្រប់គ្នាបានទទួលការអញ្ជើញនេះគ្រាន់តែជាការអញ្ជើញមានអស់ចាទៅនេះជាថ្ងៃកំណើតរបស់លោកម្ចាស់គូគេពេលនេះល្បីឈ្មោះហើយហេតុអីក៏អ្នកនាងចង់ទៅជូនពរគេទៀតអ្នកនាងលក់ដល់ពេលនោះយើងក៏បោះអាក្រាតគេ
នោះមិនដូចជាស្លាប់ទាំងរស់ទេហីបើកូនធីនឈិនគេហៅទៅជប់លៀងពិធីខួបកំណើតយប់នេះនោះបើជូនពរលោកម្ចាស់គោនោះយើងអាចយកថ្មិញប៉ះថ្មិញហេតុខ្ញុំត្រូវតែបោះអាក្រាតមកមាត់របស់លោកវ៉ាន់ស៊ីស្រេចចង្រៃនោះ អ្នកនាងលក់ពិតជាឆ្លាតមែនដល់ពេលនោះនាយកសុងនៃកថាគ្រិស្ទជានិយាយមានអីនិយាយទៀតភីហ៊ុនតម្លៃរាប់លាននៅខ្លាចទៅជារបស់លោកប៉ាក្មេងហើយណាបើសិនជាបានភីហ៊ុនមកដល់ដៃខ្ញុំមិនភ្លេចទេថាមានអ្នកនាងលក់ជាអ្នកជួយ ប៉ាចំពោះរឿងលុយសម្រាប់ខ្ញុំមិនត្រូវការទេ អ្នកនាងលក់នៃរបស់អ្នកនាង ប៉ាមិនយល់ទៀតមែនទេអ្វីដែលអ្នកនាងលក់ត្រូវការគឺមនុស្សប្រុស អ្នកនាងលក់អ្នកនាងមានចិត្តស្មោះអញ្ចឹងខ្ញុំជូនពរអ្នកនាងសូមឲ្យអ្នកនាងសំបំណង លោកនាយកនេះសូមឲ្យបានសំដូចបំណងចុះ មែនហើយសូមឲ្យសំដូចបំណង ហើយមិនសមមិនចោលឲ្យតាសវិលថ្ងៃនេះមកជប់ចាស់ទុំដូចជាលឿនពេកហើយកុំតក់កុហកអីណាកុំតក់កុហកខ្ញុំមិនអីទេសម្រាប់ចោលនេះគឺលូវ៉ាន់ស៊ីមែនទេមិនបានជានាងមក អ្នកដឹងថានេះជាកន្លែងស្អីទេមនុស្សលំដាប់ទៀតដូចជានាងនេះមានមុខមាត់អីមកទីនេះដែរ ពួកនាងមកបានរឿងអីខ្ញុំមកមិនបានលូវ៉ាន់ស៊ីយើងមានឋានៈអីដែរតែហើយនាងមានឋានៈជាស្អីដែរមានមុខមាត់អីមកធៀបស្មើនឹងយើងនោះការពិតជាមិនរំថ្នាក់ទេខ្ញុំមិនចង់និយាយច្រើនជាមួយពួកនាងទេ ម៉ែនេះខ្ញុំបានលើថាសាច់ច្បងសៀននីងហ្វុងបានទៅនៅក្បែរខ្លួនកូនស្រីសហគ្រាសនេះហើយបោះបង់នាងទៀតបើយប់នេះនាងមកអ្នកប្រហែលជាមកទីនេះគឺមកតាមប្តីហើយមែនទេ តាមប្តីហ៎ពេលនេះខ្ញុំឃើញគេគឺចង់តែក្អួតទៅវិញទេមើលទៅពួកឯងបានស័ក្តិសមនឹងគេសិតតែប្រភេទថប់ទីមទុកឲ្យពួកឯងចឹងហ៎នាងមាត់អត់គម្រប់អញនេះសម្ដីមិនចេះកិនអញ្ចឹងតា